មានមេដឹកនាំស្មោះត្រង់នឹងបរិបពេលនឹងប្រទេសជាតិយើងនឹងល្អប្រសើរហើយបងប្អូននឹងល្អប្រសើរហើយឥឡូវបងប្អូនមកអង្គុយទីនេះចង់បានអីចង់បានអីឥឡូវបានតែអ្នកដឹកនាំអូលបងប្អូនមកអង្គុយទីនេះចង់បានយុត្តិធម៌មិនចឹងហ៎អូមកវិញបងប្អូនមកអង្គុយទីនេះចង់បានតម្លៃស្រូវខ្ពស់មិនចឹងហ៎បាទបងប្អូនមកអង្គុយទីនេះចង់បានសេរីភាពអញ្ចឹងហ៎បងប្អូនមកអង្គុយទីនេះចង់បានប្រជាធិបតេយ្យមួយពិតប្រាកដមែនទេឥឡូវនិយមន័យប្រជាធិបតេយ្យបែបម៉េចបងប្អូនដឹងហើយប្រជាធិបតេយ្យប្រជាពលរដ្ឋជាម្ចាស់អំណាចមិនចឹងប៉ុន្តែឥឡូវយើងខ្លាយជាម្ចាស់អំណាចពិតប្រាកដនៅឥឡូវចឹងយើងមិនទាន់ខ្លាយទៅជាម្ចាស់អំណាចពិតប្រាកដទេប្រជាធិបតេយ្យពេញលេញយើងក៏សម្គាល់ទៅលើអ្វីឥឡូវខ្ញុំជម្រាបនិយមន័យខ្លីទេប្រជាធិបតេយ្យពេញលេញប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិប្រជាពលរដ្ឋឈប់ភ័យខ្លាចបើប្រជាពលរដ្ឋនៅតែភ័យខ្លាចប្រទេសមួយនឹងអត់ទាន់មានប្រជាធិបតេយ្យពេញលេញទេបងប្អូនយើងចង់បានតម្លៃស្រូវថ្លៃយើងចង់បានប្រជាធិបតេយ្យយើងចង់បានយុត្តិធម៌សង្គមសួរថាអ្នកណាគេអ្នកនាំមកជួបឲ្យបងប្អូនអ្នកណាគេខ្លួនយើងទាំងអស់ហ្នឹងបងប្អូនគ្មានអ្នកណាដាក់ជើងទៀនឲ្យយើងទេមានតែយើងទាំងអស់គ្នាត្រូវតស៊ូទាំងអស់គ្នាតាមរយៈគណៈបកកម្លាំងជាតិជ័យយោគណៈបកកម្លាំងជាតិដល់ហើយបានអ្វីដែលយើងចង់បានហើយប៉ុន្តែយើងឃើញវត្តមានបងប្អូននៅទីនេះពីព្រោះយើងដឹងថាសង្គមកម្ពុជាយើងកន្លងមកតែបើយើងមើលប្រវត្តិពី2017ត្រូវបានគេរំលាយគណៈបកសង្គ្រោះជាតិយ៉ាងណាបាទ2023គេមិនរំលាយភ្លើងទៀនទេប៉ុន្តែគេមិនអោយភ្លើងទៀនចូលរួមបោះឆ្នោតគេថាកម្លាំងប្រជាធិបតេយ្យឡើងមានហើយអញ្ចឹងហ៎ប៉ុន្តែចង់ជម្រាបថាទោះបីប្រើវិធីសាស្ត្រយ៉ាងណាក៏ដោយក៏មិនអាចលុបបំបាត់នៅសម្លេងនិងកម្លាំងប្រជាធិបតេយ្យបានដែរ